កំរនឹងបានឃើញមែនតើណាហើយអនុស្មានថានៅមានអ្នកធ្វើរបស់បុរាណមួយនេះទេនេះគឺជាត្បាល់កិនស្រូវដើម្បីយកអង្គបងប្អូនគឺថាសម័យមុនអត់មានម៉ាស៊ីនអីទំនើបដូចសម័យនេះទេគឺថាយកត្បាល់នេះកិនស្រូវដើម្បីយកអង្គណានិយាយទៅត្បាល់នេះសម្រាប់អ្នកកើតខ្ទង់ឆ្នាំ2000អីឡើងអាចនឹងអត់ស្គាល់ទេប៉ុន្តែបើអ៊ំចាស់គាត់ឃើញគាត់ដឹងថាស្គាល់ហ្មងត្បាល់នេះបងកើតខ្ទង់កៅជាងអីគាត់អាចនឹងស្គាល់ហើយត្បាល់ជំនាន់សម័យបុរាណនាងខ្ញុំឃើញត្បាល់នេះហើយមានអារម្មណ៍ថាខ្លួនឯងកើតតាន់សម័យបុរាណអញ្ចឹងណាសុំសរសើរដូនតាជំនាន់មុនមែនតើគាត់បកកែរណបកកែកែច្នៃបកើតជាត្បាល់នេះឡើងណាព្រោះនាងខ្ញុំបានឃើញអ៊ំចាស់នៅខាងតំបន់ស្ទងខេត្តកំពង់ធំនេះគាត់ធ្វើអត់ងាយទេបងប្អូនមានច្រើនដំណាក់កាលមែនតើនាំបានត្បាល់នឹងមួយតម្រាំនឹងហើយបានត្បាល់នឹងមួយនឹងច្រើនដំណាក់កាលមែនតើហើយអ្នកធ្វើនឹងមានអ្នកធ្វើខ្លួនមានអ្នកធ្វើជើងខាងក្រោមមានអ្នកធ្វើខាងលើនិយាយទៅនាងខ្ញុំរៀបរាប់អត់អស់ទេព្រោះច្រើនដំណាក់កាលមែនតើមានអ្នកធ្វើថ្មិញមានថ្មិញទៀតបងប្អូនអញ្ចឹងទៅអ៊ំនៅពេលដែលគាត់ធ្វើតាមផ្នែកនីមួយហើយនឹងបានគាត់យកមកផ្គុំចូលគ្នាបានជារូបរាងត្បាល់បែបនេះអញ្ចឹងបានថារបស់បុរាណឬក៏ត្បាល់បុរាណមួយនេះអត់ងាយនឹងឃើញអ្នកណាមាននៅធ្វើមាននៅថែរក្សារបស់បុរាណមួយនេះទេនាងខ្ញុំទើបតែឃើញនៅខាងស្ទងខេត្តកំពង់ធំនេះឯងគឺកម្រនឹងឃើញមែនតើហ្មងទើបតែឃើញតំបន់នឹងមួយបើបងប្អូនណាឃើញមានតំបន់ផ្សេងគាត់នៅធ្វើរបស់បុរាណនៅថែរក្សារបស់បុរាណបែបហ្នឹងបងប្អូនជួយខមមិនប្រាប់នាងខ្ញុំផងមើលហើយត្បាល់នេះគាត់មិនមែនគ្រាន់តែធ្វើបានឲ្យយើងមើលណាអាចកិនស្រូវបានទៀតបងប្អូនកិនជាអង្គបានធម្មតាហើយការកិនស្រូវឲ្យคล้ายជាអង្គនៅក្នុងត្បាល់នេះដូចជាអត់ប្រើរយៈពេលអីយូរហ្មងទេបងប្អូនអង្គ1គីឡូប្រើពេលប្រហែលជា5នាទីពេលដែលយើងកិនស្រូវនៅក្នុងត្បាល់នេះវាចេញអង្គនិងកាមនៅលាយគ្នាអញ្ចឹងយើងត្រូវយកមករែងឬក៏អ៊ំដើម្បីយកតែអង្គឬក៏អង្កាមចេញពីគ្នាអញ្ចឹងណាហើយគ្រាប់អង្គគឺនៅល្អបែបនេះគឺអត់មានបាក់ខ្ទេចខ្លាំងអីទេយើងអាចយកទៅដាំបាយញ៉ាំបានធម្មតានិយាយទៅត្បាល់នេះមិនមែនគាត់ធ្វើគ្រាន់តែតាំងបង្ហាញថាជាវត្ថុបុរាណអីទេណាគឺគាត់ធ្វើដើម្បីប្រើប្រាស់បានដូចគ្នាហើយត្បាល់នេះតតែចេះរបៀបធ្វើច្បាស់លាស់ដូចអ៊ំអញ្ចឹងបានអាចធ្វើមកយកមកកិនស្រូវបានណាអញ្ចឹងបានថាក្រៅពីសរសើរដូនតាសម័យបុរាណដែលគាត់បកកែអាចបង្កើតធ្វើជាត្បាល់បែបនេះឡើងបានណាក៏សូមសរសើរអ៊ំមួយចំនួននេះដែរដែលគាត់អាចនៅថែរក្សាស្នាដៃរបស់ដូនតានៅបានហើយគាត់អាចធ្វើបានយកមកប្រើប្រាស់យកមកតាំងបង្ហាញដល់កូនចៅចំនួនក្រោយបានទៀតដើម្បីឲ្យអ្នកចំនួនក្រោយគាត់បានដឹងថាសម័យបុរាណហ្នឹងមុននឹងគេបានអង្គហ្នឹងគេត្រូវយកស្រូវហ្នឹងទៅកិនបែបណាគឺប្រើត្បាល់បែបបុរាណបែបនេះគឺថាมันសរសើរមិនបានទេតម្រាំនឹងបានត្បាល់នេះហើយមួយហ្នឹងគឺមានច្រើនគ្នាមែនតែនធ្វើតាមដំណាក់កាលណាព្រោះដោយបងប្អូនបានឃើញនៅក្នុងវីដេអូហ្នឹងអញ្ចឹងមានអ្នកធ្វើថ្មិញព្រោះត្បាល់ហ្នឹងមានថ្មិញលើក្រោមមកបងប្អូនដើម្បីយើងបំបែកក្របស្រូវហ្នឹងខ្លាចជាអង្គបានហើយមានអ្នកក្រងធ្វើខ្លួននោះផ្សេងមានអ្នកធ្វើជើងនិយាយទៅការធ្វើត្បាល់នេះប្រើកម្លាំងពលកម្ម3ទៅ4នាក់ដែរណាសំខាន់ជាងគេហ្នឹងគឺរបៀបធ្វើគាត់មិនចេះតែធ្វើឲ្យតែបានទេណាបងប្អូនធ្វើចេញមកគឺរួចរាល់អាចកិនស្រូវខ្លាចជាអង្គបានទៀតមិនមែនគាត់ធ្វើឲ្យតែបានគ្រាន់តែដាក់តាំងបង្ហាញឲ្យស្គាល់ថានេះជាវត្ថុបុរាណឬក៏ត្បាល់បុរាណទេគឺអាចយកមកកិនស្រូវបានផ្ទាល់ពិតហ្មងហើយរូបរាងគឺស្អាតមែនតែនហ្មងសម្រាប់អ្នកដែលចូលចិត្តតាំងផ្ទះបែបបុរាណឬក៏អ្នកបើកហាងបែបបុរាណអាចទិញត្បាល់បុរាណនេះយកទៅតាំងបានបើអ្នកចង់ទិញតាំងឬក៏ទិញប្រើក៏បានដែរព្រោះយកទៅកិនបានហ្មងព្រោះអ៊ំនៅខាងតំបន់នេះគាត់មានធ្វើត្បាល់នេះលក់អញ្ចឹងបងប្អូនដែលចង់ទិញត្បាល់នេះអាចតាក់ទងតាមលេខទូរស័ព្ទដែលក្រុមការងារនឹងដាក់ជូននៅក្នុង comment អញ្ចឹងបងប្អូនកុំភ្លេចជួយគាំទ្រគាត់ផងណាដើម្បីឲ្យគាត់មានកម្លាំងចិត្តធ្វើវត្ថុបុរាណឬក៏ត្បាល់បុរាណនេះបន្តទៀតហើយនៅពេលដែលយើងជួយគាំទ្រគឺយើងអាចថែរក្សាវត្ថុបុរាណមួយនេះសម្រាប់ទុកឲ្យក្មេងជំនាន់ក្រោយគាត់អាចបានឃើញបានស្គាល់ពីវត្ថុបុរាណមួយនេះដើម្បីឲ្យគាត់ដឹងថាដូនតារបស់ខ្មែរយើងគឺពូកែធ្វើឡើងបកកែបង្កើតរបស់ប្រើប្រាស់ដែលធ្វើដោយដៃនេះមែនតើអូបងប្អូនអើយនេះមកដល់កន្លែងទីតាំងផលិតត្បាល់បុរាណគេកិនស្រូវពីសម័យបុរាណគឺគេកិនអញ្ចឹងបងប្អូននេះក្រុមការងារខ្ញុំគាត់កំពុងកិនតម្រាំធ្វើត្បាល់នឹងបានយូរណារហូតប្រើចំណាយរយៈពេលបើម្នាក់ឯងចូលមួយអាទិត្យអីណានេះនៅខាងលើនេះសម្រាប់កន្លែងយើងយកស្រូវយកមកដាក់យើងដាក់ចូលហ្នឹងទៅហើយធ្វើសកម្មភាពកិនដូចមិញហ្នឹងទៅនេះវាខ្ទាតចេញមកក្រោមខាងក្រោមហ្នឹងវាបែកចែកចេញជាពីរវាមានអង្គហើយនឹងអង្កាមនេះបងប្អូនឃើញប៉ុន្តែអង្គចេញមកលក្ខណៈអង្គសម្រូបមិនអង្គដូចយើងកិនម៉ាស៊ីនស្រូវយើងទេណាអញ្ចឹងសម័យបុរាណគេកិនបែបអញ្ចឹងហើយតម្រាំបានធ្វើហើយមួយយូរថ្ងៃនេះដូចកន្លែងចាប់ផ្ដើមដំបងកន្លែងអ៊ំនេះកន្លែងដំបងគាត់យកឈើអានេះធ្វើថ្មិញអ៊ំនេះចាអានេះគេធ្វើថ្មិញវាថ្មិញបាទធ្វើចេញពីឈើអីគេអ៊ំអានេះជាចេញពីឈើកលាញ់បាទកលាញ់ប្រភេទឈើល្អបាទប៉ុន្តែក្រៅពីកលាញ់ធ្វើអត់បានទេអ៊ំក្រៅពីកលាញ់មានឈើមួយប្រភេទដែរប៉ុន្តែឥឡូវនេះវាក្ររត់បានអូប៉ុន្តែអានេះយើងចំណាយឈើតិចបាទមកត្បាល់ចំណាយតែមួយដុំហ្នឹងមួយដុំហើយជាពីរដុំមិនពីរដុំបាទពីរដុំមកមើលលើក្រោមហ៎បាទអ
อ๋อกดចិត្តប្រទេសអញ្ចឹងនេះ ในខាងពុក បាទ ពុកចំណិតនេះ គាត់ពូប្រទេសអញ្ចឹងហើយបានដល់ដំណាក់កាលកន្លែងបងប្រុសគាត់យកមកចាំងបន្ថែមទៀតកន្លែងនេះកន្លែងណាមានច្រាញហ្នឹងគាត់យកបន្ថៅចាំងវាឲ្យលងអញ្ចឹងទៅបាទហើយគាត់យកដាក់ចូលនៅក្នុងធុងនេះបងប្អូនឃើញអាហ្នឹងថ្មិញវាបាទដល់ពេលកន្លែងនេះកន្លែងអ៊ំប្រុសគាត់ក្រងខ្លួនដបងផុតចេញជារូបរាងគឺនេះរូបរាងអញ្ចឹងទំហំខាងក្នុងនេះប្រហែលជា4 តឹកឯប្រវែងនេះ បាន4 តឹក បាទបាន4 តឹកដល់ពេលកម្ពស់នេះប្រហែលជា3 តឹកហ្នឹងរៀងជាអំបងអញ្ចឹងដូចបងប្អូនឃើញគាត់ដាក់ឆ្អឹងនៅបឈរហ្នឹងមកទៅមុំណាតោះទៀតក៏ក្រងឲ្យចិត្តដល់ពេលក្រងចិត្តអញ្ចឹងហើយបានគាត់ធ្វើជើងនៅខាងក្រោមនេះជើងនៅក្រោមនៅកន្លែងនេះរៀងច្រើនដំណាក់កាលតិចឲ្យបងប្អូនមើលដល់ពេលដែលយើងក្រងហើយហ្នឹងគឺគាត់ធ្វើជើងចាជើងច្រែង4សងខាងដើម្បីទប់ឲ្យវានឹងដល់ពេលដាក់ជើងអញ្ចឹងហើយគឺគាត់យកដីដបោកមែនអត់បងដីដបោកលេងមួយតាក់សើមហ៎លេងមួយជួរ ជឿបទូរបស់ អូជួរទឹកបាទយកមកដាក់ឲ្យណែនអញ្ចឹងទៅបានគាត់ចាប់ផ្ដើមដំថ្មិញចូលដំថ្មិញហ្នឹងគេហៅថាម៉េចទេបងដំគេហៅស្ទូងអូស៊ូងគេហៅស៊ូងថ្មិញ ដល់ពេលគឺវាយដីគេហៅជឿថ្មី បាទហើយស៊ូងថ្មិញហ្នឹងនេះថ្មិញដែលបងប្រុសគាត់កំពុងចាំងមិញនេះគេយកមកស៊ូងបានន័យថាដំបញ្ចូលហ្នឹងបាទយកដំបញ្ចូលហ្នឹងហើយគេមាននេះមិនមែនចេះតែបញ្ចូលអត់មានក្បួនមានខ្នាតទេណាមានខ្លះប្រឆិតមកចេះទៅខ្លះមកចេះណាដូចបងប្អូនឃើញអញ្ចឹងបាទមិនមែនត្រង់ទាំងអស់ទេ មួយនេះគេហៅកសែងវានេះមិនដែរគេហៅមកកសែង អូមកកសែង ស្មើគ្នានេះដាក់នេះ អូនេះវា12កសែង បាទអញ្ចឹងថ្មិញទាំងអស់12កសែងហើយដល់ពេល កសែងប្រហែលថ្មីអត់ប្រកបទេ បាទដល់ពេលអានេះស្នូលកដាលអានេះបដោះពីក្រោមមកឬគឺដំពីលើចុះជាប់ជាមួយជើងឯង ពេលគេដាក់ជើងហើយបដោះរឿយរួច អូដល់ពេលយើងស៊ូងថ្មិញហើយបានគេយកបាយគេបាយតណើប ដីទំមុកមកឲ្យកើតអត់ដល់មកកើតជាម្សៅហើយគេប្រឡាក់ជឿក៏បាន បបងអង្គតណើបយកមករួយពីលើហ្នឹងទៅ រួចអត់ទេប្រឡាក់ជាមួយដី ប្រឡាក់មួយដី បល់មួយដីទៅបានគេ បានគេដំថ្មិញនឹងចូល បាទបាទ អូច្រើនដំណាក់កាលវល់មុខ ដល់ពេលច្បល់ដីឲ្យនេះហើយគេមករੂនេះបាទគេ អូបាទដល់ពេលចេញអញ្ចឹងទៅតែនេះអានេះគេហៅខាងឈ្មោលហ៎មែន អានេះខាងក្រោមខាងក្រោមនេះញីអានោះ ឈ្មោលខាងនោះអានេះឈ្មោលទេមានអរេខ្ញុំចំណាំអានេះវាឡើងមិនថាឈ្មោល បើតបាល់គេបណ្ដោលតបាល់នេះ បាទនេះបដោលគេបដោលដល់ពេលហើយនេះបានគេយកនេះលើកដាក់បាទគេដាក់អាហ្នឹងពីលើដាក់ពីលើទៅបានចេញជារូបរាងចេះវិញនេះ នេះនៅក្រោម ដល់ពេលគេដាក់អញ្ចឹងហើយបានចាប់ដើមដាក់ដងនេះដងគាត់ធ្វើរួចស្រេចគាត់ទៅយកមកសុខប្រតិបញ្ចូលគ្នាទៅហើយដងនៅខាងក្រោយនេះគាត់មានចងខ្សែជាប់ទៅខាងលើអានេះមិនមែនចងបានតែផ្ទះទេណាក្រៅពីផ្ទះក៏យើងអាចចងបានដែរបាទម្លប់ឈើក៏អាចចងបានដែរមើលបងសាក់ចូលរុញមួយមើល អស់ស្រូវបាទហើយ អូអស់ស្រូវអូភ្លេចប្រាប់បងប្អូនអាហ្នឹងអស់ស្រូវអត់បានទេអស់ស្រូវវាខូចថ្មិញព្រោះថ្មិញ ទេវាកាន់ទៅលឺ បាទកាន់ទៅវាលឺព្រោះថាហ្នឹងឈើនឹងឈើប៉ះគ្នាព្រោះខាងក្រោមនេះខាងញីនេះក៏មានថ្មិញដែរយើងលើកយកទៅដាក់នៅខាងលើដល់ពេលអញ្ចឹងឈើនឹងឈើប៉ះគ្នាធ្វើឲ្យលាន់នេះថ្មិញរូបរាងថ្មិញវាអញ្ចឹងសិតតែឈើនេះឈើដែលខ្ញុំកាន់អញ្ចឹង ណែញីទៅលើ នេះខាងញីនៅខាងលើអញ្ចឹងដល់ពេលហើយបានយកកិនដូចបងប្អូនឃើញហាដើមវីដេអូអញ្ចឹងបានចេញទៅជាស្រូវចាចេញអង្គហើយនឹងកាមតមកទៀតបានយកអង្គនឹងកាមហ្នឹងយកមកអុំនេះយកមកអុំទៅបានចេញជាអង្គសម្រូបអង្គហ្នឹងល្អទៀតបងប្អូនមើលនេះឡើងលូនណាអត់សូវបាក់ម៉ាទេរសជាតិអីនៅដើមទាំងអស់ ស្រូវយើងហាលប្រទឿនវាអត់ បាទអត់មានត្រូវកម្ដៅត្រូវអីអត់មាននេះបាត់បង់រសជាតិអត់មានទេនៅបងប្រុសគាត់ចាប់ដើមចាក់ចូលឥឡូវចាំមើលអ៊ំគាត់កិនណា1 2 3អ៊ំគេកិនតំណងអញ្ចឹងណា
អរគុណសម្រាប់ការចំណាយពេលតាមដានទស្សនាវីដេអូមួយនេះសូមអរគុណដល់ផលិតផលថ្នាំដុសធ្មេញយិនសិនម៉ាក់អ៊ីសម្រាប់បងប្អូនដែលមានបញ្ហាឧស្សាហ៍ឡើងពងបែកមាត់ស្រាវស្រាញអញ្ចាញធ្មេញឬក៏បងប្អូនមានបញ្ហាក្លិនស្អុយចេញពីក្នុងមាត់ធ្វើយើងបាត់បង់ទំនុកចិត្តពេលនិយាយជាមួយអ្នកដទៃអីហ្នឹងហើយមួយទៀតសម្រាប់អ្នកដែលមានកំណកកម្មៅជាប់ធ្មេញធ្វើឲ្យធ្មេញរបស់យើងនឹងឡើងពណ៌លឿងមើលទៅអាក្រក់មើលខ្លាំងមែនតើបញ្ហាទាំងអស់នេះក៏អាចជួយដោះស្រាយបានដែរថ្នាំដុសធ្មេញយិនសិនក្រហមជាមួយនឹងទឹកឃ្មុំរបស់ម៉ាក់អ៊ីគឺអាចជួយបានដូចគ្នាចំពោះតម្លៃគឺសមរម្យខ្លាំងមែនតើមួយទីបត្រឹមតែ$5តែប៉ុណ្ណោះហើយអាចស្វែងរកទិញបានតាមរយៈ Page EE Black 9ដែលមានសញ្ញា Tick ពណ៌ខៀវជាសម្គាល់សូមអរគុណសូមជម្រាបលា